ចាក់សាំងនៅ5នាទីសាក់ថ្មឡានអគ្គិសនីម្ដង1ម៉ោងជាងខ្ញុំមើលឃើញចំណុចល្អរបស់ឡានអគ្គិសនីសោះតែបងសុំសួរចេះវិញនៅក្នុងរយៈពេល1ខែតើឡានអគ្គិសនីបានសាក់ថ្ម1ម៉ោងជាងនឹងប្រមាណដងទី1ទី2ការសាក់ថ្ម1ម៉ោងជាងគឺរៀងរាល់តែពេលដែលអ្នកទាំងអស់គ្នាឡើងទៅខេត្តតែប៉ុណ្ណោះអត់មិនមែនគ្រប់ពេលទេឡានអគ្គិសនីជាទូទៅផឹកឡើងគឺពេញហ្មងថ្មដូចបងបាត់វិសោធន៍ចាក់ស្ដែងជីអស់ថ្មនៅក្នុងទីក្រុងភ្នំពេញយើងទៅធ្វើការរាល់ថ្ងៃអីចឹងណាអស់ថ្មយើងយកឡានចូលផ្ទះផឹកឡើងពេញយប់ឡើងយើងចូលផ្ទះដោតថ្មផឹកឡើងពេញសំណួរសួរថាតើបងមានបានចំណាយពេល5នាទីដូចអូនដែលយកឡានទៅចាក់សាំងហ្នឹងឬក៏10នាទីយកឡានទៅចាក់សាំងហ្នឹងដូចអូនរាល់ថ្ងៃអត់ទេព្រោះជាក់ស្ដែងឡានរបស់បងគឺផឹកឡើងគឺពេញហ្មងបងអត់ចាំបាច់ត្រូវទៅសាកថ្មខ្វល់ចិត្តរឿងថាម៉ោងណាពេលណាដែលបងត្រូវយកទៅសាកថ្មទេអត់ហ្មងដរាបណាករណីដែលបងឡើងទៅខេត្តឬក៏មានธุរៈទៅណាឆ្ងាយមួយទៀតឧទាហរណ៍ថ្ងៃហ្នឹងដែលបងប្រើឡានអគ្គិសនីនៅទីក្រុងភ្នំពេញរាល់ថ្ងៃហ្នឹងបងអត់បានសាកថ្មពេញបងអត់បានប្រេថាឥឡូវបងត្រូវសាកថ្មយប់ហ្នឹងបងភ្លេចថ្មរបស់បងសល់ 20% អាពេលហ្នឹងហើយគឺជាពេលដែលបងត្រូវយកឡានអគ្គិសនីទៅសាកនៅស្ថានីយ៍លបឿនលឿនហើយក៏មិនមែនចំណាយពេល1ម៉ោងអីដើម្បីយកទៅសាកដែរគឺបងសាកតែមកត្រឹមតម្រូវការឧទាហរណ៍ថាឥឡូវបងត្រូវទៅឡើងទៅតាខ្មៅឬក៏ឡើងទៅឧដុង្គក្នុងអំឡុងពេលដែលថ្មបងអស់អញ្ចឹងបងចូលទៅស្ថានីយ៍សាក15នាទីឬក៏20នាទីអីតែប៉ុណ្្នឹងទេថ្មបាន50 60 70%យើងអាចធ្វើដំណើរបាន2-300 គីឡូអីអញ្ចឹងវាអត់មានត្រូវទៅសាក1ម៉ោងជាង2ម៉ោងអីទេ